បាននៅផ្ដល់កម្មវិធីច្រើនពីលោកគ្រូទាំង3រូបក៏ដូចជាគណៈកម្មការទាំង3រូបអញ្ចឹងជាលិជឿជាក់ថាមានអ្វីដែលជំនួយជាច្រើនប៉ុន្តែมันប្រកាសទេដោយឡែកការវិនិច្ឆ័យចុងក្រោយទើបជាការសម្រេចអរគុណជាលិសម្រាប់សិនណាអរគុណច្រើនបាទអរគុណលោកអ្នកបានទស្សនានៅការបង្ហាញជូននៅទេពកោសល្យសមត្ថភាពរបស់កុមារទី2ដែលធ្វើការចាប់អារម្មណ៍ប្លែកមួយទៀតហើយប៉ុន្តែជឿជាក់ថានៅក្នុងវគ្គក្រោយនឹងផ្ដល់ជូននៅអ្វីដែលប្លែកជាបន្តទៀតបាទជាមួយនឹងការបញ្ចេញនៅទេពកោសល្យសមត្ថភាពរបស់កុមារកម្មារបស់យើងសម្រាប់ពេលនេះកម្មវិធីរបស់យើងសូមអនុញ្ញាតបន្តិចសិនបាទសម្រាប់ពេលនេះលោកចម្រុងបាទយើងក៏មាននៅបទចម្រៀងក៏ដូចជាការបង្ហាញជូននៅសមត្ថភាពពីកុមារីចុងក្រោយរបស់យើងគឺកុមារីអុកសុវណ្ណរីដែលមានអាយុ10ឆ្នាំពាក់ស្លាកលេខ29លើកយកដោយវិញ្ញាសាចម្រៀងសម័យច្រៀងនៅបទរលកដួងចិត្តរីករាយកំសាន្តដូចតទៅបាទសូមជើញអរគុណពីរោះណាស់
មួយស្រីអុកសវណ្ណារីរលកស្ដីចិត្តរៀបសួរបាទសួស្ដីក្មួយបើលោកចម្រុងបើសិនជាយើងអត់បានឃើញរូបក្មួយច្រៀងទេបើសិនជាក្រន់តែស្ដាប់តែសំឡេងខ្ញុំបាទថាមនុស្សធំពេញវ័យច្រៀងហើយបាទតូចណាស់ពីរោះមួយដែរបាក់ច្រៀងណាក៏ហឹមគាត់អូខំមិញហ្នឹងឃើញយើងទៅមិនរួចផងបាទឥឡូវនេះឃើញថាបទចម្រៀងមិញធ្វើខ្ញុំបាទនឹងព្រឺសបល់ទៅហើយស្ដាប់ទៅប៉ុន្តែមិនដឹងថាពេលនេះចំពោះគណៈកម្មការទាំង3រូបលោកមានមតិយោបល់ចំណាទេអ្នកដែលធ្លាប់តែសំឡេងស្រែកបានខ្ពស់ហើយនឹងខ្លាំងមែនទែននោះគឺសូមជាដំបងជូនទៅខាងបាទនេះមកហែមសុវណ្ណបាទតើលោកមានយោបល់ចំណាដែរបាទសូមជើញបាទអញ្ជើញបាទចាសូមអរគុណដល់កូនសុវណ្ណរីចាចេញកហឹមមកក៏ល្អតែហើយសម្លេងកូនស្មើល្អណាលោកជីវិតអីទាំងអស់គឺថាអត់មានខ្វះកន្លះកន្លែងណាទេតែគាត់ថាខ្វះតែបន្តិចបន្តួចទេមិនបាច់ឲ្យអ្នកគ្រូបង្ហាញទេអាចដឹងខ្លួនឯងដូច្នេះសូមទុកភារកិច្ចនេះជូនទៅលោកគ្រូនុសិបម្ដងចាបាទសូមសរសើរដល់ចៅស្រីសុវណ្ណារីនៅក្នុងការប្រើសម្លេងអានេះគឺថាចូលនៅក្នុងបច្ចេកទេសក៏ដូចជាចូលនៅក្នុងទេពកោសលបាទទេពកោសលនិងបច្ចេកទេសគឺវានៅទន្ទឹមគ្នាចៅស្រីបកស្រាយចម្រៀងនេះគេថាចម្រៀងនេះសូម្បីតែអ្នកចម្រៀងជើងចាស់ដែលធ្លាប់ថែលឆ្លងជាមួយខ្ញុំខ្លះមិនទាំងអស់ខ្លះក៏ពិបាកនឹងចូលច្រៀងដែរព្រោះបទចម្រៀងវាមានកន្លែងខ្លះពិបាកកន្លែងខ្លះពិបាកចូលកន្លែងខ្លះពិបាកចូលតាមភ្លេងហើយបទនេះគឺស្រែកចូលមុនគឺចូលគឺថាបទចម្រៀងដែលធ្វើឲ្យគេហៅសំឡេងនេះគេហៅសំឡេងទៅលើគឺថាសំឡេងអុបតាវចូលបទអុបតាវនេះគឺកម្រណាច្រៀងបានណាតែចៅស្រីធ្វើបានគឺល្អមែនទែនបទចម្រៀងមួយទៀតដែលចូលអុបតាវទៀតដោយបទចម្រៀងមួយទៀតថាអាយុមិនអស់មិនស្លាប់របៀបខំជូតទឹកភ្នែកឲ្យអស់ពីពណ៌ដូចខំអីហ្នឹងយើងមិនងាយយកបានមានអ្នកចម្រៀងជាងមួយខ្ញុំគាត់ទៅចូលបទព្រាមខំជូតនៅទៅអញ្ចឹងទៅអត់រួចបានស្អីថាសំលេងកលាច់ទៅមិនបានដូច្នេះចៅស្រីអុកសវណ្ណារីនេះចេះប្រើសំលេងគៀបសំលេងឲ្យដល់ជាពិសេសគឺពោលដំបងស្រែកដំបងឲ្យដល់គឺថាសុំសរសើរដល់ចៅស្រីដែលចេះប្រើកលាច់សំលេងក្រហឹមនឹងតាសំលេងទៀបទៅសំលេងពោះគឺចេះគៀបសំលេងឲ្យដល់តុងបាទដូច្នេះជូនពរឲ្យចៅស្រីមានសំណាងល្អនៅក្នុងនាទីនេះបាទសូមអរគុណបាទក្មួយស្រីអុកសវណ្ណារីអញ្ញាសម្រាប់បានណាអរគុណណាក្មួយណាបាទអរគុណច្រើនបាទអរគុណសុខសប្បាយបាទអរគុណលោកអ្នកបានជ្រាបហើយក៏ដូចជាបានរីឌីកំសាន្តជាមួយនឹងការបញ្ចេញជូននៅសមត្ថភាពទេពកោសលរបស់កុមារាកុមារីរបស់យើងគ្រប់រូបហើយនៅតែការដាក់បន្ទុកជូនពីគណៈកម្មការទី3ក៏ដូចជាលោកអ្នកក៏បានដាក់បន្ទុកក្នុងចិត្តរួចហើយបន្ថែមជាមួយនឹងការទស្សន៍ទាយមិនដឹងថាតើចំពោះកុមារាឬក៏កុមារីរូបណាដែលមិនបានបន្តជាមួយនឹងកម្មវិធីរបស់យើងទេចង់ជ្រាបទស្សនានៅវិក្កាលសម្រាប់ពេលនេះកម្មវិធីរបស់យើងសូមអ្នកសម្រាប់បន្ទស្សនបាទកុមារការសាំធ្វើឆ្អឹងរឹងមាំសូមស្វាគមន៍ជាបន្តមកកាន់កម្មវិធីទេពកោសលកុមារបាទវគ្គនេះគឺជាវគ្គបង្ហាញនៅបេក្ខនារីចុងក្រោយអញ្ចឹងហើយសូមសួរដល់បងស្រីហឹមសុភីត្រៀមខ្លួននៅបានត្រៀមខ្លួនហើយណាបើថាវគ្គនេះគឺជាការបង្ហាញសំនៀងសូរស័ព្ទរបស់បងស្រីអញ្ចឹងសង្ឃឹមថាគណៈកម្មការពិសេសយើងក្នុងថ្ងៃនេះគាត់ជាវិនិច្ឆ័យដ៏សក្តិក៏ដូចជាផ្ដល់នៅដំណោមានល្អផងដែរបាទសូមជើញបាទឃើញតែតាមកញ្ចក់ទូរទស្សន៍ហ៎ប៉ុន្តែថ្ងៃនេះមកឃើញផ្ទាល់ចង់ដឹងថាតើសមត្ថភាពរបស់បងអូនកុមារាកុមារីហ្នឹងគាត់បានល្អប៉ុណ្ណាចាំមើលជាការពិតណាស់បាទជាមួយនឹងការបង្ហាញជូនពីសប្តាហ៍មុនមកខ្ញុំស្ដាប់មើលទៅអ្នកស្នងបងហិនសុភីគឺគាត់នឹងឲ្យមើលទៅព្រោះសំឡេងគាត់ពីរោះណាស់បាទសម្រាប់ខ្ញុំណាប៉ុន្តែចំពោះគណៈកម្មការលោកដឹងពីតិចនិចក៏ដូចជាបទពិសោធន៍ដែលផ្ដល់ជូនបាទជាមួយនឹងអ្វីជាច្រើនទៀតជូនដល់ក្មួយស្រីវគ្គនេះលោកអ្នកក៏បានជួបជាមួយនឹងបេក្ខនារីចុងក្រោយដែលមានឈ្មោះថាកុមារីអុកសវណ្ណារីអាយុ10ឆ្នាំបកស្រាយចម្រៀងដែលមានចំណងជើងថាស្អែក1000ដងអរគុណច្រើនបើសិនចង់ដឹងថាគាត់អាចបកស្រាយចម្រៀងដល់ប្រយោជន៍យ៉ាងណានោះសូមអញ្ជើញចូលរួមទស្សនាទាំងអស់គ្នាដូចតទៅរីកកំសាន្តដូចតទៅបាទសូមអញ្ជើញបាទ
អូពីរោះណាស់បាទសួស្តីក្មួយស្រីអុកសវណ្ណរីបាទជំរាបសួរបាទសូមជួយមកកាន់វិទ្យការរបស់យើងខាងលើតាមខ្ញុំស្ដាប់ឮពីរោះហើយបាទចាប់អារម្មណ៍មែនទែនឥឡូវសូមសួរទៅខាងអ្នកបងហឹបសុភីយ៉ាងម៉េចដែរបានអាចចំនួនតំណែងបានទេប៉ុណ្ណឹង អាចជំនួសបានទេបង ខ្ញុំសរសើរច្រៀងទៅគាត់ពេលដែលគាត់ច្រៀងណានាងខ្ញុំមានអារម្មណ៍ថាដូចរំភើប បាទ ព្រឺសបល់ហ្មងព្រោះសំឡេងដែលគាត់បាញ់ចេញទៅมันសំជាក្មេងទេ បាទហើយដូចជាមនុស្សពេញវ័យទៅហើយបាទ សតុន យ៉ាងម៉េច បងស្រីហៅពេកយកចង់ចេញយកធ្វើពេក ចង់និយាយថាគាត់ច្រៀងណាសូមបងវិលវិញសំដូចបំណងអាកន្លែងណងគាត់ខ្សោយទៅគាត់មានអាអឿនអាកលៈនឹងតិចទៀត បាទ ឆ្ងាញ់ហ្មងស្ដាប់ទៅ អរគុណ ហើយកន្លែងនេះបើសិនជាសំបីតែអ្នកចម្រៀងយើងដែលថាគាត់ទៅច្រៀងអញ្ចឹងក៏មិនអាចដូចប្អូនដែរពេលខ្លះ កន្លែងណាបងបាទ កាត់ចិត្តមិនដេចបានធ្លាប់រស់នឹងគ្នាមិនដេចនៅចង់ពីអាកន្លែងអើយ ឥឡូវចេះវិញបងខាងគណៈកម្មការពិសេសគាត់ច្រៀងឃ្លានឹងព្រោះលើប្អូនស្រីសុំមកឃ្លានឹងអត់មានភ្លេចតិចបានទេ បាទសុំតិច ប មក ង ណា សំដីដល់អូខេ1 2 3 កាត់ចិត្តមិនដេចបានធ្លាប់រស់នឹងគ្នាដេចនៅចង់ពីនឹងអូនដល់ណា អរគុណ បាទពីរោះណាស់ លោកចម្រង បាទ ធ្វើស កន្ ប លែង ល់ នេះមួយទៀតណា ធ្វើសបល់ កន្លែងនេះមួយទៀតដល់ណាគាត់វា តោះសុំលេងមួយទៀតដល់ណាហ្នឹងបងបាទ1 2 3តោះ ដល់ណា អូពីរោះឥឡូវនេះមិនមែនថាជាការប្រៀបធៀបទេប៉ុន្តែនេះគឺជាទំពាំងសង្រស័យដែលសូមឲ្យរៀបចំបងរបស់យើងជួយធ្វើការដើម្បីដំឡងគឺជាបណ្ដោះបន្ថែមទៀតព្រមទាំងធ្វើឲ្យគាត់នឹងទទួលបានជាលទ្ធិបន្តក្នុងឱកាសក្រោយៗទៀតមិនត្រឹមតែជាការប្រឡងប្រជែងប៉ុន្តែត្រូវតែមានការប្រកួតប្រជែងជាច្រើនទៀតនៅក្នុងព្យុះភ្លៀងផ្គរជាមួយនឹងវិស័យសិល្បៈរបស់យើងជាបន្ត ចាខ្ញុំដែរបានសុំគាត់ធ្វើកលិកលៈនឹងបានណាចាចាប់បានគឺបើនិយាយពីថា style វិញគឺនាងខ្ញុំច្រៀងអញ្ចឹងរបៀបគាត់អញ្ចឹងគាត់ច្រៀងរបៀបខ្ញុំអញ្ចឹងណា អត់ទេបងហឹមសុភាថ្ងៃក្រោយហេកទឹកហើយស្អី អត់ទេឲ្យជូនពរឲ្យគាត់ជោគជ័យក្នុងវិស័យសិល្បៈចាស់ព្រោះថាมันងាយមានទេចា បាទ ចា អរគុណជាមួយរបស់ហឹមសុភីដែលបានផ្ដល់ជាយោបល់ល្អក៏ដូចជាបានលើកសរសើរពីអ្វីដែលក្មួយស្រីបានមាននៅបានបញ្ចេញជូនមុននេះបន្តិចអរគុណបាទជាបន្តក៏សូមជូនវេទិកានេះដល់មានអាបាយអ្នកម្ដាយហែមសុវណ្ណបាទសូមគ្រប់បញ្ចេញផ្ដល់ជាមតិយោបល់បាទសូមជើញ ចាសូមអរគុណដល់ចៅសវណ្ណរីតែតាមដែលខ្ញុំស្ដាប់ទៅគឺថាបទហ្នឹងវាមាន2ដំបូងគឺអ្នកនាងឃីមសុភ័ណ្ឌដែលប្រឡងជាប់លេខ1សមាជិកលើកទី26ចំនួនសម្ដេចតាចាលោកនៅក្មេងគឺបទហ្នឹងគឺថតនេះខ្ញុំនិយាយប្រវត្តិបន្តិចទេណាកូនណាចាបទហ្នឹងគឺខាងអ្នកនិពន្ធគាត់ធ្វើឲ្យឃីមសុភ័ណ្ឌច្រៀងហ្នឹងគឺដំបូងបងអស់តែដល់ឃីមសុភ័ណ្ឌបានច្រៀងហើយបានរស់សីសធាច្រៀងមកដូចគ្នាក៏ប៉ុន្តែតាមដែលខ្ញុំស្ដាប់ style របស់សវណ្ណរីគឺ style របស់អ្នកនាងឃីមសុភ័ណ្ឌដែលជាប់ចំណាត់ដាក់លេខ1ទូទាំងប្រទេសបានសូមសរសើរដល់ចៅសវណ្ណរីដែលបានយក style ចាប៉ុន្តែបើ style សធាក៏កូនអាចធ្វើបានដល់មក style ហ្នឹងគឺស្ដាប់ទៅគឺលោកយាយស្ដាប់ទៅថាគឺ style អ្នកលេខ1ហ្នឹងហ្មងណាអ្នកនាងឃីមសុភ័ណ្ឌចាអ្នកខេត្តបាត់ដំបងឃីមសុភ័ណ្ឌហ្នឹងចាសូមអរគុណចាសូមឲ្យវិវត្តនៃសម្លេងទេពកោសលកុមារកុមារាកុមារីហ្នឹងសូមឲ្យបានសន្ទុះឡើងកើនទៅថ្ងៃមុខទៀតសប្តាហ៍ក្រោយនឹងមានការវគ្គបញ្ចប់ចាសូមអរគុណសូមអរគុណណាស់ចំពោះ ការផ្ដល់ដំបូងមានដល់ល្អៗដល់បងអូនស្រីសវណ្ណរីជាបន្តសូមគ្រប់អញ្ជើញដល់លោកគ្រូនុសិបបាទសូមអញ្ជើញមតិយោបល់បាទសូមអញ្ជើញ បាទសរុបសេចក្តីទៅអំពីកូនស្រីហឹមសុភីនិងប្អូនស្រីហែមសវណ្ណគឺចង់និយាយថាមនុស្សយើងមានសម្លេងគ្រាន់តែមានសម្លេងទេប៉ុន្តែសម្លេងវាមានបែងចែកទៅទៀតថាសម្លេងវាមានបែងចែកទឹកដមសម្លេងល្អបាទទឹកដមសម្លេងមិនល្អអាចជឿមិនព្រោះដូច្នេះក្មួយស្រីចៅស្រីសវណ្ណរីគឺមានទឹកដមគេថាហៅទឹកដមខ្ពស់
ទឹកដមសម្លេងខ្ពស់ដែលមិនងាយនឹងរកបានហើយទឹកដមនោះផ្សំនឹងរសជាតិសម្រាប់ច្រៀងនៅទៅទៀតគឺរសជាតិដែលធ្វើឲ្យព្រោះគឺព្រោះត្រង់អ៊ឺនបាទព្រោះត្រង់អ៊ឺននៅស្ទីលគឺថាចៅស្រីបាត់ធ្វើបានល្អទាំងអស់បើមិនចាញ់អ្នកចម្រៀងអ្នកអាជីពប្រមាណទេហើយម្យ៉ាងទៀតដូចខ្ញុំតែងឮនិយាយថាពីដើមអ្នកនិពន្ធកវីគង់បញ្ឈឿនក៏តែងសួរខ្ញុំថាសប្បាយដឹងថាស៊ីនស៊ីសមុទ្ររស់សេរីសធាដឹងជាអ្វីខ្ញុំឆ្លើយភ្លាមពពុះគំនិតខ្ញុំដែលខ្ញុំស្ដាប់ឮដែលល្អខ្ញុំឆ្លើយភ្លាមថាតាមពិតអ្នកចម្រៀងជាន់ដើមប្រមាណអ្នកហ្នឹងគឺមិនមែនជាមនុស្សធម្មតាគឺជាទេវតាដែលចុះមកចាប់បដិសន្ធិដើម្បីឲ្យឃើញថាខ្មែរយើងមានអ្នកចម្រៀងល្អណាស់ឥឡូវមកសម័យនេះឃើញមួយស្រីអុកសវណ្ណរីដែលមានទឹកដងពោះដែលมันអាចសឹងថាសឹងរកពីអ្វីផ្ទឹមពំបានបើមិនអាចរកបានក៏ដូចជាទេវតាផ្ដល់ប្រទានឲ្យដោយកូនស្រីហឹមសុភីបាននិយាយឲ្យថាដូចជាទេវតាប្រទានឲ្យចៅស្រីធ្វើឲ្យមានកិត្តិយសខ្ពង់ខ្ពស់ទៅអនាគតដោយសារសម្លេងនឹងពីបច្ចេកទេសច្រៀងរបស់កូនស្រីvàសូមឲ្យកូនស្រីខ្លាយទៅជាអ្នកចម្រៀងឯកប្រចាំប្រទេសកម្ពុជាជាមរតកខ្មែរយើងអរគុណបាទអរគុណបាទលោកគ្រូនោះសុខដែលបានផ្ដល់ជាមតិយ៉ាងល្អក៏ដូចជាបានផ្ដល់នៅការលើកសរសើរក៏ដូចជាបន្ថែមនៅការទឹកចិត្តដល់ក្មួយស្រីអុកសវណ្ណរីបាទជាចុងក្រោយគឺសូមជូនមតិយោបល់នេះទៅខាងដបងក្រូនគេថាញញឹមឲ្យពេញចិត្តដែរយ៉ាងណាដែរបាទសប្បាយចិត្តចាដែលឃើញកូនសវណ្ណរីចាមានទេពកោសលចានៅក្នុងប្រទេសកម្ពុជាយើងកម្រមានដូចកូនណាចាអញ្ចឹងបើកូនមានទេពកោសលកូនមានដងសម្លេងមានសម្លេងពីធម្មជាតិហើយកូនប្រឹងបន្តទៅទៀតអ៊ំនឹងជឿថានឹងមានផលិតកម្មដែលបានឃើញណានឹងឆាប់ទទួលកូនចូលខាងផលិតកម្មណាមួយនឹងកូនល្បីគឺកូនល្បីតាំងពីតូចរហូតប៉ុណ្ណេះដល់ចាស់ចាជូនពរកូនចាព្រោះសម្លេងមានហើយព្រោះអ៊ំជ្រៀងកើតដូចកូនទេចាបើឲ្យស្រែកបានឲ្យជ្រៀងអត់បានទេយៈមិញអើយបើខាងយៈខាងជំទាលខាងអីហ្នឹងត្រូវហើយអញ្ចឹងបានអ៊ំអត់ចាប់អាជីពចម្រៀងឯងអ៊ំចាប់ទៅជាកំ pl ែងវិញចាសំលេងអ៊ំមកប្រែកខេះតែសំលេងកូនផ្អែមដូចតែខ្មុំចាផ្អែមហើយសំនឹងរូបសម្រស់នឹងក៏ស្រស់ស្អាតណាបងចាតចរិតមើលទៅក៏ល្អដែរក្មួយជូនពរឲ្យសំឡាងល្អឲ្យជោគជ័យបាទអរគុណគណៈកម្មការ9ដួងយ៉ាងម៉េចដែរបងអូនស្រីពេលដែលបានស្ដាប់មតិយោបល់ល្អៗពីគណៈកម្មការ9ដួងមានចំណាត់អារម្មណ៍មិនដែរបាទសូមជឿមានចំណាត់អារម្មណ៍រំភើបសប្បាយរីករាយអរហើយណាអរគុណសូមក្មួយស្រីសម្រាប់សិនចុះណារងចាំស្ដាប់ផលជាបន្តទៀតអរគុណណាបាទអរគុណអរគុណបន្តពីលោកអ្នកបានជួបជាមួយនឹងការបង្ហាញជូននៅទេពកោសលសមត្ថភាពរបស់បេក្ខនារីចង្កលដែលជាក្មួយស្រីដែលបកស្រាយបទចម្រៀងសូម្បីតែគណៈកម្មការទាំងគណៈកម្មការទស្សនយុក៏ដូចជាគណៈកម្មការទាំង3រូបលោកមានការស្ងើចសរសើរនៅទឹកដមសំនៀងប៉ុន្តែមិនទាន់ច្បាស់ក្នុងចិត្តឡើយទេឬក៏លោកអ្នកដែលកំពុងតែស្មានក្នុងចិត្តថាតើរូបណាដែលមិនអាចបន្តឬក៏3រូបណាដែលត្រូវបន្តជាមួយកម្មវិធីរបស់យើងនេះក៏មិនទាន់ច្បាស់ដោយសារតែលទ្ធផលចុងក្រោយគឺនៅលើដៃរបស់គណៈកម្មការកំពុងតែធ្វើការវិនិច្ឆ័យក៏ដូចជាបូកពិន្ទុសរុបវគ្គក្រោយលោកអ្នកបានជួបជាមួយនឹងការប្រកាសលទ្ធផលសម្រាប់ពេលនេះកម្មវិធីរបស់យើងសូមអនុញ្ញាតសម្រាប់មួយភ្លើសិនបាទជានបងហឹមសុភីអញ្ជើញមកកាន់វេទិកាកិត្តិយសបាទសូមគោរពអញ្ជើញបាទសូមអញ្ជើញអបអរសាទរមួយមកបាទមើងងាយទៅលោកចម្រុងអត់ងាយបានជួបគ្នាទេមិនងាយព្រោះថាតាមបងប្រុសគុយវិនក៏បានជម្រាបមុននឹងបន្តិចណាថានាំមកគូកងអ្នកបងហឹមសុភីជាមួយលោកគ្រូនុយស័ព្ទបានគឺរាប់ខែធម្មតាទេលោកគ្រូខ្លាំងកូនសិស្សក៏ខ្លាំងដែរបន្តមកទៀតគឺការបញ្ចេញនៅសមត្ថភាពរបស់គាត់ក្រោយពីគ្រូបង្ហាត់មកគឺថារវល់ច្រើនណាស់បាទចាយ៉ាងណាដែរមរយៈកាលកន្លងមកធ្វើការហាត់ក្បាច់គុណពីលោកគ្រូមកមានការរីកចម្រើនខ្លាំងទេមើលទៅបាទខ្លាំងណាស់ខ្លាំងណាស់ចាលោកគ្រូបាទតើរំពឹងទុកទេបាទជាមួយនឹងការបកស្រាយជាមួយនឹងកូនសិស្សដែលធ្វើការបង្ហាត់មកគិតថាឥឡូវកូនសិស្សនឹងខ្លាំងដោយការគិតរបស់លោកគ្រូការពារដេតកាលទេបាទតាមពិតវាជាធម្មតាហើយព្រោះថាកូនសិស្សនឹងគ្រូកូនឪបិទតែបែកគ្នាមិនបានទេហ្វូនជួបគ្នាសឹងរាល់ថ្ងៃប៉ុន្តែច្រៀងជាមួយគ្នាកម្របានជួបចាប់ដៃគូគ្នាបាទមិនងាយទេមិនងាយបានជួបគ្នាទេបាទនេះជាសំណាងល្អណាស់ដែលបានមកជួបបាទកូនគូចម្រៀងនៅក្នុងពេលនេះបាទគឺជាមោទនភាពណាស់ដែលបានការជួបជុំមួយការបោះស្រាយបទចម្រៀងរវាងលោកគ្រូនិងកូនសិស្សចង់សួរបន្តិចការពារដេតកាលលោកគ្រូធ្វើការបង្ហាត់នៅកូនសិស្សនីមួយៗពិបាកទេបាទធម្មតាពាក្យថាបង្ហាត់គឺពិបាកបាទព្រោះធម្មតាសំលេងកូនសិស្សអត់ដូចគ្នាបាទ
គាត់ថាការបង្ហាត់មួយទៅមួយសំលេងចេះមួយសំលេងចុះស្រែកទៅក៏ไปខុសគ្នាបាទសំលេងក៏ไปខុសគ្នាហើយការចំណេះចេះដឹងក៏ខុសគ្នាដែរដូចតែក្នុងចំណោមសិស្សជាច្រើនគ្រាន់តែសម្លឹងឃើញថាមានសិស្សខ្លះគឺអាចលិចធ្លោទៅគឺថាឆាប់ទៅសិស្សខ្លះក៏រៀងយឺតតិចដែរប៉ុន្តែទោះបីជាយឺតយ៉ាងណាក៏អាចដល់ទីបញ្ចប់ដែរបាទចំពោះការបង្ហាត់បរៀនបាទអញ្ចេះទេតាមបទពិសោធន៍កន្លងមកឃើញលោកគ្រូធ្លាប់បង្ហាត់តាំងពីតារាចម្រៀងដែលល្បីកន្លងមកដូចជាលោកគូម៉ាលោកខេមក្រុម girl band boy band ជាច្រើនរូបដែលសុទ្ធតែល្បីឈ្មោះបច្ចុប្បន្ននេះចុះចំណែកគុណសិស្សស្ដាំដៃនេះវិញតើយ៉ាងណាដែរចំពោះការបង្ហាត់ពិបាកឬក៏ងាយស្រួលយ៉ាងណាដែរបាទគ្រាន់តែនិយាយជម្រាបប៉ុណ្ណេះថាពូម៉ាខេមគេថាអ្នកចម្រៀងជំនាន់ boy band នេះនឹងគេថាសុទ្ធតែជាថ្មីសាលា